សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើមុខម្ហូបមួយដែលមានឈ្មោះថាបបរស័ក្តិសាមចុកៈបាទយើងសូមតាមដានជាមួយខ្ញុំដូចតទៅបាទគ្រឿងផ្សំរួមមានផ្សិតចំបើងដែលយើងយកហាន់ចេះមកនិងសាច់ជ្រូក3ជាន់ដែលយើងស្រុះហើយហាន់ជាដុំបែបនេះបាទហើយនឹងបង្កងគឺយើងស្រុះហើយយើងយកមកដាក់បែបនេះទុកមួយអន្លើបាទហើយខ្ទឹមសគឺយើងធ្វើការចិញ្ច្រាំហើយដើម្បីយើងដាក់បំពងការបំពងនេះដែរគឺខ្ញុំយកមួយផ្នែកគឺដើម្បីឆាអង្ករមួយផ្នែកទៀតគឺដើម្បីនឹងឆាជាមួយនឹងសាច់ហើយមួយផ្នែកនេះគឺទុកពេលបបរឆ្អិនបាទឥឡូវនេះគឺយើងខ្ទឹមហ្នឹងគឺយើងបន្ទាប់ពីក្លិនឈ្ងុយហើយគឺយើងដាក់អង្ករចូលហើយយើងឆាហើយអង្ករនេះគឺយើងលាងសិនណាបងប្អូនយើងលាងឲ្យស្អាតសិនមកដាក់ឲ្យសទឹកមកហើយបន្ទាប់មកគឺយើងយកមកឆាបែបនេះហើយដល់ពេលដែលឆាបែបនេះគឺអង្ករឡើងឈ្ងុយបងប្អូនហើយគឺឈ្ងុយតែម្ដងហើយមួយទៀតគឺបបរនោះគឺអត់រីកទេគឺល្អមែនតើបាទដល់ពេលបន្ទាប់ពីយើងដួសអង្ករដាក់មួយអន្លើហើយគឺយើងចាប់ផ្ដើមឆាសាច់ម្ដងបាទគឺយើងឆាសាច់ហើយឆានេះដែរគឺយើងឆាផ្សិតក្រៀមមុនផ្សិតក្រៀមហើយជាមួយនឹងបង្គាចាហឺហ្នឹងយើងដាក់ឲ្យវាឆ្អិនមុនសិនមកបាទបន្ទាប់មកទើបយើងធ្វើការដាក់សាច់ជ្រូកដែលយើងហាន់ហ្នឹងចូលណាហើយចំពោះបង្កងគឺយើងដាក់ក្រោយគេបាទហើយបង្កងខ្ញុំបែងចែកជាពីរខ្ញុំកាត់ក្បាលវាហើយនឹងខ្លួនវាជាពីរបាទដើម្បីឲ្យអីដើម្បីឲ្យខួរបង្កងនោះគឺចូលជាតិជាមួយនឹងបបរតែម្ដងណាបាទអានេះយើងចាប់ផ្ដើមឆាបែបនេះបាទយើងអាចមើលបាទឃើញយើងដាក់បាទផ្សិតក្រៀមមុនហើយបង្គាចាហឺមកបន្ទាប់មកសាច់ដែលយើងបានហាន់ហ្នឹងសាច់ជ្រូក3ជាន់មានណាអានេះខ្ញុំស្រស់ហើយខ្ញុំដាក់ធ្វើឲ្យឆ្អិនប្រហែលជា 70% ហើយទើបខ្ញុំយកមកហាន់ហើយដាក់ឆាបែបនេះបងប្អូនគឺបាទដើម្បីឲ្យវារសជាតិហ្នឹងវាចូលជាតិល្អពេលដែលយើងខាំសាច់ទៅគឺមានជាតិនៅក្នុងមាត់តែម្ដងបាទបើសិនជាយើងអត់ឆាមុនទេសាច់អស់ហ្នឹងវាអត់សូវចូលជាតិទេបាទពេលយើងឆាឲ្យឆ្អិនបែបនេះហើយគឺយើងទុកមួយអន្លើណាបាទយើងដាក់គ្រឿងតាមអ្វីដែលយើងចូលចិត្តមកដាក់មានទឹកត្រីមានអំបិលមានស្ករបាទមានម្សៅស៊ុបតាមដែលយើងចូលចិត្តចឹងមកបាទយើងឆាច្បល់ចូលគ្នាមកដាក់ឲ្យវាឆ្អិនក៏បានឬក៏ឆ្អិនត្រឹម 80% អីក៏បានដែរបាទហើយនេះគឺយើងដាក់មើមខ្ទឹមសដើមខ្ទឹមហ្នឹងគឺយើងដាក់ចូលបងប្អូនអូគឺក្លិនឈ្ងុយបងប្អូនអើយបាទយើងគឺដាក់បែបនេះមកឥឡូវនេះគឺឆ្អិនហើយអញ្ចឹងគឺយើងធ្វើការរៀបចំដាក់ឆ្នាំងដើម្បីដាំទឹកបាទធ្វើរៀងច្រើនដែរបងប្អូនបាទដល់មុនដាក់ឲ្យពុះមកបាទអញ្ចឹងទឹកហ្នឹងគឺខ្ញុំដាក់គល់ស្លឹកគ្រៃដែរដាក់ដាំទឹកហ្នឹងឥឡូវពុះហើយបាទដល់ពេលដែលពុះបែបនេះគឺខ្ញុំចាប់ផ្ដើមដាក់បាទសាច់ដែលយើងឆាហ្នឹងគឺយើងដាក់ចូលបងប្អូនឃើញពេលដាក់មកគឺទឹកបបរទំនងតែម្ដងបងប្អូនហើយមកអង្ករហ្នឹងគឺយើងដាក់ចូលអង្ករដែលយើងឆាមុនហ្នឹងយើងដាក់មួយអន្លើអញ្ចឹងមកអញ្ចឹងគឺយើងដាក់បាទចូលគ្នាមកឥឡូវនេះមួយសន្ទុះមកវាចាប់ដើមពពុះអញ្ចឹងយើងធ្វើការដួសពពុះចេញពពុះហ្នឹងវាអាចចេញរៀងឆ្អាបតិចតួចហ្នឹងណាយើងដួសចេញបាទនេះយើងដាក់ផ្សិតចំបើងហ្នឹងក្តោបហ្នឹងយើងដាក់ចូលមកបាទដើម្បីឲ្យបបររបស់យើងមានគ្រប់គ្រឿងបាទវាធ្វើឲ្យឆ្ងាញ់រសជាតិហ្នឹងគឺអែមតែបងអ្នកខ្លះគឺចូលចិត្តផ្សិតដូចខ្ញុំចូលចិត្តផ្សិតបាទ
ចឹងបបរនេះពេលដែលយើងដាក់ចឹងបើយើងមានឆាខ្វៃមានអីថែមទៀតអែមបាទហើយខ្ញុំគឺចូលចិត្តសណ្ដែកបាទសណ្ដែកបណ្ដុះជាមួយនឹងបបរហ្នឹងឆ្ងាញ់ណាស់បងប្អូនអើយបាទឥឡូវនេះគឺដល់ឆ្អិនណាស់បងប្អូនអញ្ចឹងគឺថាបបរហ្នឹងឆ្ងាញ់មែនទែនខ្ញុំហូបដោយអស់2ចានណាបងប្អូនគឺអែមមែនទែនអញ្ចឹងបើបងប្អូនចូលចិត្តសូមជួយចុច like ហើយនិង subscribe នៅ channel របស់ខ្ញុំផងដែរបាទអរគុណច្រើនជម្រាបលា